បាទសូមគោរពជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីពិភពលោកបច្ចុប្បន្នឬក៏ The World Today របស់ស្ថានីយទូរទស្សន៍កងយុទ្ធពលខេមរៈភូមិន្ទពលិ5បាទប្រិយមិត្តនៅសប្តាហ៍នេះយើងមកចាប់អារម្មណ៍ពីភាពតានតឹងរវាងសហភាពអឺរ៉ុបនិងប្រទេសរុស្ស៊ីវិញម្ដងដោយយើងឃើញថាមេដឹកនាំពិភពលោកកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញលទ្ធភាពនៃការអាចផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំឬសង្គ្រាមលោកលើកទី3បន្ទាប់ពីប្រទេសរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលនុយក្លេអ៊ែរដ៏ធំរបស់ខ្លួនទៅកាន់ប្រទេសបេឡារុសបាទការដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលនេះធ្វើឡើងស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហភាពអឺរ៉ុបបន្ទាប់ពីមេដឹកនាំនៃក្រុមប្រទេសទាំងនេះបានបន្តផ្ដល់ជំនួយមូលនិធិដល់ប្រទេសអ៊ុយក្រែននិងបន្ទាប់ពីការប្រកាសព្រមានពីអគ្គលេខាធិការអង្គការ NATO គឺលោក Mark Rutte ដែលថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើប្រទេសដែលជាសមាជិកអង្គការ NATO ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដើម្បីបង្រួមទឹកដីអតីតសហភាពសូវៀតឡើងវិញយើងចង់ដឹងថាតើស្ថានភាពបច្ចុប្បន្នរវាងបាទសហភាពអឺរ៉ុបនិងរុស្ស៊ីនេះវិវត្តទៅយ៉ាងណាហើយថាតើភាពតានតឹងនេះអាចនឹងជំរុញឲ្យវិវត្តទៅជាសង្គ្រាមលោកដែរឬយ៉ាងណាចង់ជៀបច្បាស់សូមប្រិយមិត្តពុកម៉ែបងប្អូនតាមដានទស្សនាកម្មវិធីរបស់យើងជាបន្តបន្ទាប់ដូចតទៅបាទប្រិមិត្តភាពតានតឹងបានផ្ទុះឡើងរវាងសហភាពអឺរ៉ុបនិងប្រទេសរុស្ស៊ីបន្ទាប់ពីប្រភពចារកម្មរបស់សហរដ្ឋអាមេរិកនិងមេដឹកនាំបាទអង្គការ NATO បានព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើប្រទេសដែលជាសមាជិកអង្គការ NATO ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដើម្បីបង្រួមទឹកដីអតីតសហភាពសូវៀតឡើងវិញប្រភពព័ត៌មានចំនួន6ពីចារកម្មសហរដ្ឋអាមេរិកបានបញ្ជាក់ថាយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាមេរិកលោកប្រធានាធិបតីប្រទេសរុស្ស៊ី Vladimir Putin មិនបោះបង់ចោលគោលបំណងរបស់លោកក្នុងការដណ្ដើមយកប្រទេសអ៊ុយក្រែនទាំងមូលនិងទឹកដីមួយចំនួននៃទ្វីបអឺរ៉ុបដែលធ្លាប់ជាកម្មសិទ្ធិរបស់អតីតសហភាពសូវៀតនោះទេរបាយការណ៍នេះក៏ធ្វើឡើងស្របពេលដែលអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានព្រមានថារុស្ស៊ីអាចបើកការវាយប្រហារលើប្រទេសដែលជាសមាជិកអង្គការ NATO ក្នុងរយៈពេល5ឆ្នាំខាងមុខថ្លែងក្នុងសន្ទរកថាមួយនៅក្នុងប្រទេសអាល្លឺម៉ង់លោក Mark Rutte បានសង្កត់ធ្ងន់ថារុស្ស៊ីកំពុងបង្កើនយុទ្ធនាការសម្ងាត់របស់ខ្លួនប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់យើងដូច្នេះយើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមមួយនេះលោកបានបន្ថែមថាការបន្តគាំទ្រប្រទេសអ៊ុយក្រែនគឺស្មើនឹងការធានាសន្តិសុខសម្រាប់សហភាពអឺរ៉ុបខណៈដែលប្រសិនបើលោកប្រធានាធិបតីពូទីនទទួលបានជោគជ័យក្នុងការវាយដណ្ដើមកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូលកងទ័ពរុស្ស៊ីនឹងខិតកាន់តែជិតជាប់ព្រំដែនដ៏វែងជាមួយប្រទេសដែលជាសមាជិកអង្គការ NATO ហើយហានិភ័យនៃការវាយប្រហាររបស់រុស្ស៊ីនឹងកាន់តែកើនឡើងទន្ទឹមនឹងនេះលោកប្រធានាធិបតីប្រទេសអ៊ុយក្រែន Volodymyr Zelensky ក៏បានអំពាវនាវដល់មេដឹកនាំសហភាពអឺរ៉ុបឲ្យយល់ព្រមអនុម័តលើប្រាក់កម្ចីរាប់ពាន់លានអឺរ៉ូដែលបានមកពីការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីដើម្បីផ្ដល់ហិរញ្ញប្បទានដល់តម្រូវការយោធានិងសេដ្ឋកិច្ចរបស់អ៊ុយក្រែនខណៈដែលអ៊ុយក្រែនអាចទប់ទល់បានត្រឹមតែរយៈពេលប៉ុន្មានខែទៀតប៉ុណ្ណោះបើគ្មានប្រាក់កម្ចីទាំងនេះទ្រព្យសម្បត្តិភាគច្រើនរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុបមានចំនួនប្រមាណ210,000លានអឺរ៉ូដែលស្មើនឹងប្រមាណ245,000លានដុល្លារអាមេរិកត្រូវបានកាន់កាប់ដោយអង្គការ Euroclear ដែលមានមូលដ្ឋាននៅក្នុងប្រទេសបែលហ្សិកជាមួយគ្នានេះគណៈកម្មាធិការអឺរ៉ុបអង្គភាពប្រតិបត្តិការរបស់សហភាពអឺរ៉ុបក៏បានអនុម័តផ្ដល់ប្រាក់កម្ចីដល់ប្រទេសអ៊ុយក្រែនប្រមាណ90,000លានអឺរ៉ូដែលស្មើនឹងប្រមាណ105,000លានដុល្លារអាមេរិកក្នុងរយៈពេល2ឆ្នាំខាងមុខដែលចំនួននេះគឺស្មើនឹងប្រមាណ 2/3 នៃទំហំទឹកប្រាក់137,000លានអឺរ៉ូឬស្មើនឹងប្រមាណ161,000លានដុល្លារដែលប្រទេសអ៊ុយក្រែនត្រូវការសម្រាប់ឆ្នាំ2026និងឆ្នាំ2027ការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីមិនមែនជាជម្រើសតែមួយគត់នៅលើតុសម្រាប់មេដឹកនាំសហភាពអឺរ៉ុបនោះទេខណៈដែលមធ្យោបាយមួយទៀតដែលគាំទ្រដោយប្រទេសបែលហ្សិកនោះគឺផ្អែកលើសហភាពអឺរ៉ុបធ្វើការកម្ចីប្រាក់នៅលើទីផ្សារអន្តរជាតិដោយប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុបជាការធានាតែទោះជាយ៉ាងនេះក្តីជំហាននេះនឹងតម្រូវឲ្យមានការបោះឆ្នោតជាឯកច្ឆន្ទក្នុងចំណោមប្រទេសជាសមាជិកខណៈដែលលោក Viktor Orban នាយករដ្ឋមន្ត្រីរបស់ប្រទេសហុងគ្រីបានប្រកាសបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងមិនអនុញ្ញាតឲ្យមានការប្រើប្រាស់ប្រាក់របស់សហភាពអឺរ៉ុបបន្ថែមទៀតដើម្បីជួយប្រទេសអ៊ុយក្រែនឡើយជាមួយគ្នានេះក្រុមប្រឹក្សាសហភាពអឺរ៉ុបក៏បានប្រកាសបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសរុស្ស៊ីរយៈពេល6ខែទៀតដោយពង្រីកវិធានការរដ្ឋបិទរបស់ប្លុកនេះរហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ខាងមុខយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា
ទណ្ឌកម្មទាំងនេះរួមមានការរឹតបន្តឹងយ៉ាងខ្លាំងលើពាណិជ្ជកម្មហិរញ្ញវត្ថុធម្មពលបច្ចេកវិទ្យាទំនិញប្រើប្រាស់ឧស្សាហកម្មនិងការដឹកជញ្ជូនទណ្ឌកម្មទាំងនេះក៏រួមបញ្ចូលទាំងការហាមឃាត់ការនាំចូលឬការផ្ទេរប្រេងឆៅតាមសមុទ្រនិងផលិតផលប្រេងឥន្ធនៈមួយចំនួនពីប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុបការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធសមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារទូទាំងពិភពលោកឬហៅកាត់ថា SWIFT និងការផ្អាកសកម្មភាពផ្សព្វផ្សាយនិងអាជ្ញាប័ណ្ណនៅក្នុងប្លុកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរុស្ស៊ីដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតនោះបាទប្រិមិត្តមេដឹកនាំពិភពលោកកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញលទ្ធភាពនៃការអាចផ្ទុះឡើងសង្គ្រាមទ្រង់ទ្រាយធំឬក៏សង្គ្រាមលោកបន្ទាប់ពីប្រទេសរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលនុយក្លេអ៊ែរ Oresnik របស់ខ្លួនទៅកាន់ប្រទេសបេឡារុសខណៈដែលប្រទេសរុស្ស៊ីបានអះអាងថាប្រព័ន្ធគ្រាប់មីស៊ីលនេះអាចវាយប្រហារដល់ទីក្រុងឡុងរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលត្រឹមតែ8នាទីវាយប្រហារដល់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសប៉ូឡូញក្នុងរយៈពេលត្រឹមតែ11នាទីនិងវាយប្រហារដល់ទីស្នាក់ការកណ្ដាលរបស់អង្គការ NATO ក្នុងទីក្រុងប្រុយសែលក្នុងរយៈពេលត្រឹមតែ17នាទីប៉ុណ្ណោះកន្លងមកប្រទេសរុស្ស៊ីធ្លាប់បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុសជាទឹកដីដែលខ្លួនបើកការវាយប្រហារឈ្លានពានលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ2022ហើយកាលពីពេលថ្មីៗនេះលោកប្រធានាធិបតីពូទីនបានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភកាន់តែខ្លាំងជុំវិញការដាក់ពង្រាយប្រព័ន្ធគ្រាប់មីស៊ីលនុយក្លេអ៊ែរ Oresnik ទៅកាន់ប្រទេសបេឡារុសជំហាននេះត្រូវបានមើលឃើញថាជាការគំរាមកំហែងដោយផ្ទាល់ដល់អង្គការ NATO និងប្រទេសលោកខាងលិចផ្សេងទៀតខណៈដែលយោធារុស្ស៊ីធ្លាប់បានប្រមានថាប្រព័ន្ធគ្រាប់មីស៊ីលនេះអាចវាយប្រហារដល់ទីក្រុងឡុងរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលត្រឹមតែ8នាទីប៉ុណ្ណោះលោកប្រធានាធិបតីប្រទេសបេឡារុស Lukashenko ក៏បានបញ្ជាក់ថាប្រព័ន្ធគ្រាប់មីស៊ីល Oresnik ដែលជាប្រព័ន្ធគ្រាប់មីស៊ីល ballistic រយៈចម្ងាយមធ្យមត្រូវបានបញ្ជូនមកដល់ប្រទេសលោកកាលពីពេលថ្មីៗនេះនិងកំពុងត្រៀមបំពេញកាតព្វកិច្ចប្រយុទ្ធស្របពេលដែលលោកមិនបានបញ្ជាក់ថាមានគ្រាប់មីស៊ីលប៉ុន្មានត្រូវបានបញ្ជូនឬព័ត៌មានលម្អិតផ្សេងទៀតនោះទេតែត្រឹមនិយាយថាប្រទេសរបស់លោកមានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីរាប់សិបគ្រាប់កន្លងមកប្រទេសរុស្ស៊ីធ្លាប់បានសាកល្បងបើកការវាយប្រហារដោយប្រព័ន្ធគ្រាប់មីស៊ីល Oresnik នេះលើរោងចក្ររបស់ប្រទេសអ៊ុយក្រែនមួយកន្លែងកាលពីខែវិច្ឆិកាឆ្នាំ2024ហើយលោកប្រធានាធិបតីពូទីនបានលើកឡើងថាបច្ចុប្បន្នគ្មានប្រព័ន្ធការពារណាដែលអាចស្ទាក់ចាប់គ្រាប់មីស៊ីលនេះបានទេស្របពេលដែលលោកបានប្រមានប្រទេសលោកខាងលិចថារុស្ស៊ីអាចប្រើប្រាស់ប្រព័ន្ធគ្រាប់មីស៊ីលនេះវាយប្រហារលើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនណាមួយដែលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីលោកប្រធានាធិបតីពូទីនបានបន្តអួតថាក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រាប់ដែលបំពាក់ក្នុងគ្រាប់មីស៊ីល Oresnik នេះមានល្បឿនដ៏លឿនមិនអាចស្ទាក់ចាប់បានឡើយហើយថាក្បាលគ្រាប់ជាច្រើនដែលប្រើប្រាស់ក្នុងការវាយប្រហារធម្មតាក៏អាចបង្កជាការបំផ្លិចបំផ្លាញដូចទៅនឹងការវាយប្រហារដោយគ្រាប់នុយក្លេអ៊ែរដែរទន្ទឹមនឹងនេះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីក៏បានលើកឡើងថាវានឹងចំណាយពេលត្រឹមតែ11នាទីប៉ុណ្ណោះក្នុងការបាញ់គ្រាប់មីស៊ីលប្រភេទនេះទៅកាន់មូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសប៉ូឡូញនិង17នាទីប៉ុណ្ណោះទៅកាន់ទីស្នាក់ការកណ្ដាលរបស់អង្គការ NATO នៅក្នុងទីក្រុងប្រុយសែលហើយគ្មានប្រព័ន្ធចាប់សញ្ញាណាដែលអាចដឹងថាគ្រាប់មីស៊ីលនេះកំពុងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរឬក្បាលគ្រាប់ធម្មតានោះទេគូបញ្ជាក់ផងដែរថាគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមអាចវាយប្រហារក្នុងរយៈចម្ងាយចន្លោះពី500ទៅ5500គីឡូម៉ែត្រហើយអាវុធប្រភេទនេះត្រូវបានហាមឃាត់ពីការប្រើប្រាស់ក្រោមសន្ធិសញ្ញាសម័យសូវៀតដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូបានបោះបង់ចោលកាលពីឆ្នាំ2019លោកប្រធានាធិបតីពូទីននិងលោកប្រធានាធិបតី Lukashenko ធ្លាប់បានលើកឡើងថាគ្រាប់មីស៊ីល Oresnik នេះនឹងត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបេឡារុសមុនដំណាច់ឆ្នាំ2025នេះហើយស្របពេលដែលមេដឹកនាំទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខរួមគ្នាមួយកាលពីខែធ្នូឆ្នាំ2024លោកប្រធានាធិបតីពូទីនបានបោះសម្ដីថាទោះបីជារុស្ស៊ីគ្រប់គ្រងគ្រាប់មីស៊ីល Oresnik នេះក៏ដោយរុស្ស៊ីអាចអនុញ្ញាតឲ្យបេឡារុសជ្រើសរើសគោលដៅក្នុងការវាយប្រហារទន្ទឹមនឹងនេះវិមានគ្រីមឡាំងក៏បានចេញផ្សាយគោលលទ្ធិនុយក្លេអ៊ែរថាការវាយប្រហារដោយអាវុធធម្មតារបស់ប្រទេសណាមួយលើប្រទេសរុស្ស៊ីដែលត្រូវបានគាំទ្រដោយប្រទេសមហាអំណាចនុយក្លេអ៊ែរនឹងត្រូវបានចាត់ទុកថាជាការវាយប្រហាររួមគ្នាលើប្រទេសរបស់លោកហើយប្រទេសរុស្ស៊ីនឹងធ្វើការឆ្លើយតបជាដាច់ខាតការគំរាមកំហែងនេះច្បាស់ណាស់មានគោលបំណងបំបាក់ប្រទេសលោកខាងលិចពីការអនុញ្ញាតឲ្យប្រទេសអ៊ុយក្រែនបើកការវាយប្រហារណាមួយលើប្រទេសរុស្ស៊ីដោយប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបើពុំដូច្នោះទេពួកគេនឹងត្រូវទាញចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី
ហើយសេណារីយ៉ូនេះនឹងអាចវិវត្តទៅជាការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំបើវគ្គក្រោយយើងនឹងមកបន្តលំអិតថាតើលោកប្រធានាធិបតីប្រទេសរុស្ស៊ី Vladimir Putin ពិតជាមានគម្រោងបើកការវាយប្រហារលើប្រទេសដែលជាសមាជិកអង្គការ NATO ដើម្បីបង្រួមទឹកដីអតីតសហភាពសូវៀតឡើងវិញដែរឬយ៉ាងណានៅពេលនេះអនុញ្ញាតសម្រាប់បន្តិចសិនបាទឆ្លើយតបទៅនឹងការលើកឡើងនេះលោកប្រធានាធិបតីប្រទេសរុស្ស៊ី Vladimir Putin បានហៅមេដឹកនាំអឺរ៉ុបថាជាជ្រូកតូចៗដែលកំពុងទាញយកផលប្រយោជន៍និងចង់ឃើញប្រទេសរុស្ស៊ីដួលរលំព្រមទាំងប្រកាសបញ្ជាក់យ៉ាងច្បាស់ថារុស្ស៊ីមិនចង់ធ្វើសង្គ្រាមជាមួយអឺរ៉ុបនោះទេប៉ុន្តែប្រសិនបើអឺរ៉ុបចង់ធ្វើសង្គ្រាមនោះរុស្ស៊ីរងចាំទទួលជានិច្ចឆ្លើយតបទៅនឹងរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកអ្នកនាំពាក្យវិមានគ្រីមឡាំងលោក Dmitry Peskov បានបញ្ជាក់ថានេះជាព័ត៌មានមិនពិតនោះទេដែលថាលោកប្រធានាធិបតីពូទីនចង់វាយដណ្ដើមកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូលនិងតំបន់ផ្សេងទៀតនៃទ្វីបអឺរ៉ុបដែលធ្លាប់ជាផ្នែកមួយនៃអតីតសហភាពសូវៀតនោះកន្លងមកលោកប្រធានាធិបតីពូទីនមិនដែលប្រកាសជាសាធារណៈថាលោកចង់ដណ្ដើមកាន់កាប់ប្រទេសអ៊ុយក្រែនទាំងមូលនោះទេប៉ុន្តែលោកបានប្រមានម្ដងហើយម្ដងទៀតថាកងទ័ពរុស្ស៊ីនឹងវាយដណ្ដើមយកទឹកដីក្នុងប្រទេសអ៊ុយក្រែនបន្ថែមទៀតប្រសិនបើអ៊ុយក្រែនមិនយល់ព្រមប្រគល់ទឹកដីដែលខ្លួនវាយដណ្ដើមបានលោកប្រធានាធិបតីពូទីនធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាលោកមិនស្វែងរកការស្ដារសហភាពសូវៀតឬបើកការវាយប្រហារលើសមាជិកអង្គការ NATO នោះទេតែលោកក៏បានប្រមានថារុស្ស៊ីមិនចង់ធ្វើសង្គ្រាមជាមួយអឺរ៉ុបនោះទេប៉ុន្តែប្រសិនបើអឺរ៉ុបចង់ចាប់ផ្ដើមសង្គ្រាមនោះរុស្ស៊ីត្រៀមរងចាំជានិច្ចហើយសង្គ្រាមនេះរុស្ស៊ីនឹងទទួលបានជោគជ័យលោកប្រធានាធិបតីពូទីនក៏បានបញ្ជាក់ថាសង្គ្រាមនឹងលែងមានតទៅទៀតបន្ទាប់ពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនប្រសិនបើរុស្ស៊ីត្រូវបានគោរពដោយលោកបានសង្កត់ធ្ងន់ថានឹងមិនមានប្រតិបត្តិការពិសេសណាមួយទៀតឡើយប្រសិនបើអ្នកគោរពយើងនឹងគោរពផលប្រយោជន៍ជាតិរបស់យើងទន្ទឹមនឹងនេះលោកប្រធានាធិបតីពូទីនក៏បានហៅមេដឹកនាំអឺរ៉ុបថាជាជ្រូកតូចៗដែលចង់បានការចំណេញពីការដួលរលំរបស់ប្រទេសរុស្ស៊ីលោកប្រធានាធិបតីពូទីនបានស្ដីបន្ទោសអតីតលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ចំពោះការញុះញង់ឲ្យមានសង្គ្រាមដោយចេតនានៅក្នុងប្រទេសអ៊ុយក្រែនហើយមេដឹកនាំជ្រូកតូចៗអឺរ៉ុបទាំងនោះជាអ្នកគាំទ្រឲ្យមានសង្គ្រាមនេះភ្លាមៗគួរបញ្ជាក់ផងដែរថាសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីស្ថិតក្នុងស្ថានភាពសង្គ្រាមអស់រយៈពេលជាង3ឆ្នាំមកហើយខណៈដែលរោងចក្ររបស់ខ្លួនបានបង្កើនការផលិតគ្រឿងសព្វាវុធជាច្រើនក្នុងនោះរួមមានយន្តហោះគ្មានមនុស្សបើកគ្រាប់មីស៊ីលនិងគ្រាប់កាំភ្លើងធំកាន់តែច្រើនឡើងយោងតាមរបាយការណ៍ការពីពេលថ្មីៗនេះរបស់វិទ្យាស្ថានសម្រាប់សេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថាប្រទេសរុស្ស៊ីបានផលិតរថក្រោះប្រមាណ150គ្រឿងយានប្រយុទ្ធថ្មើរជើងចំនួន550គ្រឿងយន្តហោះគ្មានមនុស្សបើក Lancet ចំនួន120គ្រឿងនិងកាំភ្លើងធំប្រមាណ50គ្រឿងជារៀងរាល់ខែខណៈដែលចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តលោកខាងលិចភាគច្រើនផ្សេងទៀតមិនទាន់ឈានដល់ឬឈានជិតដល់ចំណុចនេះនោះទេស្របពេលដែលក្រុមអ្នកវិភាគជាច្រើនក៏បានលើកឡើងថាវានឹងចំណាយពេលច្រើនឆ្នាំសម្រាប់រោងចក្ររបស់ប្រទេសក្នុងតំបន់អឺរ៉ុបដើម្បីឈានដល់កម្រិតស្មើនឹងការផលិតអាវុធទ្រង់ទ្រាយធំរបស់រុស្ស៊ីគួរបញ្ជាក់ផងដែរថាបច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងប្រមាណ 20% នៃទឹកដីរបស់ប្រទេសអ៊ុយក្រែនក្នុងនោះរួមមានតំបន់ភាគច្រើននៃខេត្ត Luhansk និង Donetsk ក្នុងតំបន់ Donbas និងតំបន់មួយចំនួននៃខេត្ត Zaporizhzhia, Kherson និងតំបន់ Crimea ជាឧបទ្វីបដែលរុស្ស៊ីវាយដណ្ដើមបានកាលពីឆ្នាំ2014នោះអ្វីដែលជាបញ្ហាខ្ទាស់ក្នុងកិច្ចពិភាក្សាសន្តិភាពនាពេលបច្ចុប្បន្ននេះគឺការទាមទាររបស់លោកប្រធានាធិបតីពូទីនក្នុងការដាក់បញ្ចូលទឹកដីរបស់អ៊ុយក្រែនទាំងនេះជាកម្មសិទ្ធិស្របច្បាប់របស់រុស្ស៊ីតែយ៉ាងណាមិញការទាមទារនេះត្រូវបានច្រានចោលដោយលោកប្រធានាធិបតី Zelensky និងប្រជាជនអ៊ុយក្រែនបាទប្រិមិត្តយោងតាមភាពតានតឹងដែលកំពុងកើនឡើងរវាងសហភាពអឺរ៉ុបនិងប្រទេសរុស្ស៊ីនេះតើសង្គ្រាមទ្រង់ទ្រាយធំឬអាចនិយាយបានថាសង្គ្រាមលោកលើកទី3អាចនឹងផ្ទុះឡើងដែរឬយ៉ាងណាសូមប្រិមិត្តតាមដានទស្សនាសេចក្តីរាយការណ៍លម្អិតដូចតទៅប្រសិនបើសង្គ្រាមលោកលើកទី3ផ្ទុះឡើងរវាងប្រទេសរុស្ស៊ីនិងអង្គការ NATO នោះនឹងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅក្នុងពិភពលោកដែលមិនធ្លាប់មានពីមុនមកនិងការដួលរលំនៃអរិយធម៌មនុស្សជាតិយោងតាមការប្រើប្រាស់អាវុធនុយក្លេអ៊ែរស្របពេលដែលក្រុមអ្នកជំនាញនិងអ្នកវិភាគបានយល់ស្របថានឹងមិនមានអ្នកឈ្នះនោះទេនៅក្នុងសង្គ្រាមមួយនេះ
ប្រសិនបើសង្គ្រាមលោកកើតមានមែននោះផលវិបាកដែលអាចកើតមានរួមមានចំនួនមនុស្សស្លាប់យ៉ាងច្រើនឥតគណនាដោយអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថានឹងមានមនុស្សរាប់រយលានអ្នកស្លាប់ភ្លាមៗហើយ3/4នៃមនុស្សជាតិនឹងស្លាប់ដោយសារភាពអត់ឃ្លានជាបន្តបន្ទាប់ក្នុងរយៈពេល2ឆ្នាំទន្ទឹមនឹងនេះការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយឬទាំងស្រុងនៃទ្វីបអឺរ៉ុបរុស្ស៊ីនិងផ្នែកសំខាន់ៗនៃតំបន់អាមេរិកខាងជើងនឹងកើតមានឡើងខណៈដែលទីតាំងទាំងនេះជាគោលដៅចម្បងនៃការវាយប្រហារហើយឥទ្ធិពលនៃការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនឹងបិទបាំងបរិយាកាសផែនដីកែប្រែទៅជារដូវរងានិងគ្រោះទុរភិក្សដែលនឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងធ្វើឲ្យតំបន់ជាច្រើននៅលើពិភពលោកមិនអាចរស់នៅបានសរុបមកវិនាសកម្មយ៉ាងធំធេងសម្រាប់មនុស្សជាតិនិងពិភពលោកនឹងកើតមានឡើងប្រសិនបើសង្គ្រាមនុយក្លេអ៊ែរនេះផ្ទុះឡើងមែននោះតែយ៉ាងណាមិញយោងតាមអ្នកវិភាគមួយចំនួនបានលើកឡើងថាសង្គ្រាមទ្រង់ទ្រាយធំឬសង្គ្រាមលោកលើកទី3រវាងអង្គការ NATO និងរុស្ស៊ីមិនត្រូវបានចាត់ទុកថាអាចកើតមានឡើងនៅចុងឆ្នាំ2025នេះនោះទេប៉ុន្តែខណៈដែលភាពតានតឹងមានកម្រិតខ្ពស់អ្នកជំនាញជាច្រើនជឿជាក់ថាចំនួនណាមួយនាពេលអនាគតអាចជាលទ្ធផលជាក់ស្ដែងដែលអាចបង្កទៅជាសង្គ្រាមទ្រង់ទ្រាយធំនិងវិវត្តទៅជាសង្គ្រាមលោកលើកទី3ក្នុងរយៈពេលពី3ទៅ10ឆ្នាំខាងមុខក្រុមអ្នកជំនាញបានបញ្ជាក់ថាយោងតាមស្ថានភាពបច្ចុប្បន្នដែលត្រូវបានពិពណ៌នាថាជាយុគសម័យនៃភាពចលាចលការប៉ះទង្គិចឬចំនួនណាមួយនៅថ្ងៃមុខអាចវិវត្តទៅជាសង្គ្រាមទ្រង់ទ្រាយធំបានតែបច្ចុប្បន្ននេះមានភាគរយតិចណាស់ដែលអាចជំរុញឲ្យកើតមានសង្គ្រាមបែបនេះស្របពេលដែលរុស្ស៊ីក៏បានប្រកាសចាញ់ចោលការលើកឡើងទាំងនេះនិងថាខ្លួនមិនមានបំណងវាយប្រហារលើអឺរ៉ុបនោះទេយោងតាមស្ថានភាពបច្ចុប្បន្នដែលអាចបញ្ជាក់ថាมันអាចមានការវិវត្តទៅជាសង្គ្រាមទ្រង់ទ្រាយធំនោះគឺថាសង្គ្រាមបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានចាត់ទុកថាជាសង្គ្រាមដោយប្រយោលរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចខណៈដែលចំនួនដោយផ្ទាល់ដែលពាក់ព័ន្ធនឹងរដ្ឋជាសមាជិកអង្គការ NATO ត្រូវបានជៀសវាងរហូតមកដល់ពេលនេះរុស្ស៊ីកំពុងចូលរួមយ៉ាងសកម្មក្នុងសង្គ្រាមចម្រុះប្រឆាំងនឹងប្រទេសអឺរ៉ុបដែលរួមមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតអំពើចារកម្មនិងការបំផ្លិចបំផ្លាញជាជាងការបើកការវាយប្រហារឈ្លានពានទ្រង់ទ្រាយធំទំនាក់ទំនងរវាងអង្គការ NATO និងរុស្ស៊ីស្ថិតនៅក្នុងចំណុចទាបបំផុតចាប់តាំងពីសម័យសង្គ្រាមត្រជាក់ហើយដោយសារតែសង្គ្រាមឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែនរុស្ស៊ីត្រូវបានកំណត់ជាផ្លូវការដោយអង្គការ NATO ថាជាការគំរាមកំហែងដ៏សំខាន់បំផុតនិងដោយផ្ទាល់ចំពោះសន្តិសុខតំបន់អឺរ៉ុបនិងអាត្លង់តិកហើយខណៈដែលយន្តការចម្បងរបស់អង្គការ NATO ដែលកំញាញ់រុស្ស៊ីនោះគឺច្បាប់ក្នុងមាត្រា5របស់អង្គការ NATO ដែលចែងថាការវាយប្រហារណាមួយលើសមាជិកណាម្នាក់គឺស្មើនឹងការវាយប្រហារលើសមាជិកទាំងអស់នោះអាចជំរុញឲ្យរុស្ស៊ីមានការពិបាកក្នុងការបើកការវាយប្រហារនៅពេលនេះតែយ៉ាងណាមិញក៏មានកត្តាមួយចំនួនទៀតដែលអាចជំរុញឲ្យផ្ទុះសង្គ្រាមទ្រង់ទ្រាយធំបានក្នុងនោះរួមមានការគណនាខុសខណៈដែលមានការព្រួយបារម្ភថាការគណនាខុសឬឧបទ្ទវហេតុដែលមិនបានគ្រោងទុកដូចជាយន្តហោះគ្មានមនុស្សបើកឬគ្រាប់មីស៊ីលរបស់រុស្ស៊ីធ្លាក់ចូលនិងបង្កការខូចខាតធ្ងន់ធ្ងរដោយអចេតនាលើទឹកដីរបស់ប្រទេសសមាជិកអង្គការ NATO ក៏អាចជំរុញឲ្យមានការឆ្លើយតបនិងបង្កឲ្យមានជម្លោះកាន់ឡើងមហិច្ឆតារបស់រុស្ស៊ីមន្ត្រីអឺរ៉ុបជាច្រើនមានការភ័យខ្លាចថាមហិច្ឆតារបស់លោកប្រធានាធិបតីពូទីនមិនបញ្ចប់ត្រឹមតែប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេលោកពូទីនអាចសាកល្បងធ្វើតេស្តលើការឆ្លើយតបរបស់អង្គការ NATO នៅក្នុងរដ្ឋបាល់ទិកឬអឺរ៉ុបខាងកើតនាពេលអនាគតទន្ទឹមនឹងនេះទូនាទីនាពេលអនាគតរបស់សហរដ្ឋអាមេរិកក៏ស្ថិតក្នុងភាពមិនប្រកបប្រជាដែលនេះគឺជាក្តីបារម្ភដ៏ធំបំផុតមួយសម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបខណៈដែលពួកគេមានការព្រួយបារម្ភថាការដកខ្លួនរបស់អាមេរិកនឹងធ្វើឲ្យរុស្ស៊ីកាន់តែបានជិតម្យ៉ាងវិញទៀតការរៀបចំឡើងវិញនៃកម្លាំងយោធារបស់រុស្ស៊ីក៏ជាកត្តាមួយផងដែរខណៈដែលយោធារុស្ស៊ីកំពុងផ្ដោតលើប្រទេសអ៊ុយក្រែនការវិតម្លៃចារកម្មមួយចំនួនរួមទាំងការវិតម្លៃពីប្រទេសដាណឺម៉ាកនិងអាល្លឺម៉ង់បានបង្ហាញថារុស្ស៊ីអាចមានសមត្ថភាពធ្វើសង្គ្រាមនៅអឺរ៉ុបក្នុងចន្លោះរយៈពេលពី3ទៅ5ឆ្នាំទៀតប្រសិនបើរុស្ស៊ីបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែននិងសន្សំកសាងកម្លាំងរបស់ខ្លួនឡើងវិញសរុបមកខណៈដែលសង្គ្រាមលោកមិនទាន់កើតឡើងនៅពេលនេះក៏ដោយភាពតានតឹងដែលកំពុងបន្តជាពិសេសសកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននិងការព្យាករណ៍សមត្ថភាពយោធានាពេលអនាគតមានន័យថាជម្លោះទ្រង់ទ្រាយធំរវាងអឺរ៉ុបនិងរុស្ស៊ីបច្ចុប្បន្នត្រូវបានអ្នកជំនាញជាច្រើនមើលឃើញថាជាហានិភ័យរយៈពេលវែងដែលទាមទារការប្រុងប្រយ័ត្នការត្រៀមរៀបចំនិងការពិភាក្សាឲ្យបានល្អិតល្អន់បាទអរគុណណាស់នេះគឺជាការវិវត្តមួយចំនួនជុំវិញប្រធានបទភាពតានតឹងរវាងសហភាពអឺរ៉ុបនិងប្រទេសរុស្ស៊ីយើងរងចាំមើលថាតើភាពតានតឹងនេះអាចនឹងចុះថមថយឬនឹងបន្តកើនឡើងហើយចុងក្រោយវិវត្តទៅជាសង្គ្រាមលោកដែរឬយ៉ាងណាប្រសិនបើមានការវិវត្តអ្វីបន្ថែមខ្ញុំបាទនឹងលម្អិតជូនប្រិមិត្តពុកម៉ែបងប្អូននៅសប្តាហ៍ក្រោយៗទៀតតាមពេលវេលានិងម៉ោងដដែលនៅពេលនេះ
កម្មវិធីបាទពិភពលោកបច្ចុប្បន្នឬក៏ The World Today ក៏បានមកដល់ទីបញ្ចប់ខ្ញុំបាទរិទ្ធីរួមនឹងក្រុមការងារក៏សូមអរគុណសូមគោរពលា